បាទជំរាបសួរនៅក្នុងវីដេអូនេះគឺយើងនិយាយអំពីមេរៀនទី1គឺផ្ដោតទៅលើមេរៀនតក្កវិជ្ជាដែលភាសាអង់គ្លេសយើងហៅថា logic នៅក្នុងមេរៀននេះគឺខ្ញុំលើកយកចំណុចចំនួន4ដែលចំណុចទី1គឺសំដៅទៅលើសំណើតក្កវិជ្ជាមានន័យថាសំណើតក្កវិជ្ជាជាអ្វីហើយចំណុចទី2គឺយើងផ្ដោតទៅលើឆ្នូបតក្កវិជ្ជាដែលភាសាអង់គ្លេសយើងហៅថា logical operation ហើយចំណុចទី3គឺយើងនិយាយអំពីសំណើសមមូលហើយចំណុចចុងក្រោយគឺយើងនិយាយអំពី valid argument ដែលខ្ញុំបកជាភាសាខ្មែរថាហេតុផលសមស្របសំណើតក្កវិជ្ជាយើងនិយាយទៅគឺជាអំណះអំណាងទាំងឡាយណាដែលគេអាចសម្រេចថាពិតឬក៏មិនពិតបាទតែមិនមែនម្ដងទាំងពីរនោះទេបាទជាឧទាហរណ៍ខ្ញុំលើកយកអំណះអំណាងដែលជាសំណើឧទាហរណ៍ខ្ញុំអះអាងថា2+ 2=4អំណះអំណាងមួយនេះគឺជាអំណះអំណាងពិតត្រឹមត្រូវដូច្នេះអំណះអំណាងនេះជាសំណើតក្កវិជ្ជាហើយ543ជាចំនួនបឋមអំណះអំណាងមួយនេះបើយើងសង្កេតមើលទៅជាអំណះអំណាងមិនត្រឹមត្រូវទេឬក៏ជាអំណះអំណាងមិនពិតដូច្នេះអំណះអំណាងនេះគឺយើងកំណត់ច្បាស់ថាជាអំណះអំណាងមិនពិតដោយសារ543វាចែកដាច់នឹង3វាមិនមែនជាចំនួនបឋមនោះទេដូច្នេះអំណះអំណាងមួយនេះក៏ជាសំណើតក្កវិជ្ជាដែរចំណែកឯប្រយោគដែលមិនមែនជាសំណើដូចជាតើអ្នកសុខសប្បាយជាទេបាទប្រយោគនេះគឺយើងមិនអាចកំណត់បានថាវាពិតឬក៏មិនពិតនោះទេដូច្នេះវាមិនមែនជាសំណើតក្កវិជ្ជានោះទេបាទមួយទៀត x + y = 4អំណះអំណាងមួយនេះវាពិតក្នុងករណីខ្លះហើយក៏វាមិនពិតក្នុងករណីខ្លះដូច្នេះយើងមិនអាចកំណត់បានថាវាពិតឬក៏មិនពិតនោះទេដូច្នេះអំណះអំណាងមួយនេះគឺមិនមែនជាសំណើនោះទេបាទឥឡូវយើងសង្កេតទៅមើលឆ្នូបតក្កវិជ្ជាឆ្នូបដំបូងគេគឺខ្ញុំលើកយកឆ្នូបមិនភាសាអង់គ្លេសយើងហៅថា negation បាទឧបមាថាយើងមាន p តំណាងឲ្យសំណើតក្កវិជ្ជាណាមួយបាទសំណើឆ្នូបមិនឬសំណើបដិសេធនៃសំណើ p គឺយើងកំណត់សរសេរបែបនេះដែលមានតម្លៃភាពពិតខុសគ្នាពី p បាទយើងអាចសង្កេតមើលតារាងភាពពិតនៃសំណើ p ជាមួយនឹងសំណើមិន p បើសិនជា p ជាសំណើពិតនោះសំណើបដិសេធនៃសំណើពិតគឺជាសំណើមិនពិតបើសិនជា p ជាអំណះអំណាងមិនពិតវិញនោះសំណើបដិសេធនៃ p គឺជាអំណះអំណាងពិតត្រឹមត្រូវបាទហើយនិមិត្តសញ្ញាផ្សេងទៀតនៃសំណើបដិសេធនៃសំណើ p គឺយើងតែងជួបប្រទះមានដូចជា p bar ហើយនិមិត្តសញ្ញាបែបនេះហើយនឹងនិមិត្តសញ្ញាបន្តដូចដែលខ្ញុំបង្ហាញនេះជាឧទាហរណ៍ខ្ញុំលើកយកអំណះអំណាង p 2ជាចំនួនបឋមហើយមិន p គឺយើងបដូរទៅជា2មិនមែនជាចំនួនបឋមបាទអញ្ចឹងសំណើ p គឺជាសំណើពិតត្រឹមត្រូវតែពេលយើងសង្កេតមើល2មិនមែនជាចំនួនបឋមវាជាសំណើមិនពិតឧទាហរណ៍មួយទៀតខ្ញុំកំណត់ថា p ជាចំនួនកុសេសសំណើនេះគឺជាសំណើមិនពិតទេប៉ុន្តែនៅពេលដែលខ្ញុំបដូរខ្ញុំដាក់មិន p ខ្ញុំបដូរទៅជា2មិនមែនជាចំនួនកុសេសដូច្នេះសំណើខាងលើជាសំណើមិនពិតតែសំណើដែលខ្ញុំដាក់ឆ្នូបបដិសេធគឺជាសំណើពិតក្រៅពីឆ្នូបមិនយើងឃើញមានឆ្នូបនឹងបាទដែលយើងតែងជួបប្រទះញឹកញាប់ដូចគ្នាគឺភាសាអង់គ្លេសយើងហៅថា conjunction ករណីយើងមានសំណើ2គឺសំណើ p ហើយនិងសំណើ q ដែលជាសំណើតក្កវិជ្ជាសំណើឆ្នូបនឹងនៃសំណើ pq គឺយើងកំណត់សរសេរបែបនេះ p និង q ដែលសំណើថ្មីមួយនេះគឺជាសំណើពិតតែក្នុងករណីដែល p និង q ពិតទាំងពីរបាទជាឧទាហរណ៍យើងអាចមើលតារាងបាន pq ហើយនឹងបង្កើតសំណើថ្មីដែលយើងភ្ជាប់គ្នាដោយឆ្នូបនឹងបាទ p និង q ខ្ញុំលើកជាឧទាហរណ៍ p តំណាងឲ្យកម្មវិធីនេះត្រូវការ email របស់អ្នកបាទហើយ q ប្រៀបដូចជាកម្មវិធីនេះត្រូវការ password របស់អ្នកដើម្បីចូលទៅប្រើប្រាស់កម្មវិធី Facebook អញ្ចឹងអ្នកទាំងអស់គ្នាបានប្រើប្រាស់វាហើយ
គឺកម្មវិធីនេះគឺត្រូវការ email ហើយនឹងត្រូវការ password អញ្ចឹងក្នុងករណីនេះខ្ញុំតាំង P គឺតំណាងឲ្យ email ហើយ Q តំណាងឲ្យ password អញ្ចឹងនៅពេលដែលយើងភ្ជាប់ P និង Q គឺយើងត្រូវកម្មវិធីនេះគឺត្រូវការ email និងត្រូវការ password របស់អ្នកដូច្នេះយើងសង្កេតមើលបើសិនជាគ្នាយើងមាន P មាន email ហើយគ្នាយើងមាន password ត្រឹមត្រូវដូច្នេះសំណើ P និង Q គឺអត់មានបញ្ហាទេគឺសំណើនឹងត្រឹមត្រូវប៉ុន្តែបើសិនជាក្នុងករណីដែលយើងមានតែ email ឬប៉ុន្តែយើងអត់មាន password ក៏យើងមិនអាចចូលទៅប្រើប្រាស់ Facebook នឹងបានដែរគឺមិនត្រឹមត្រូវក្នុងករណីដែលយើងមាន email តែយើងភ្លេចយើងមិនមាន email តែយើងមាន password ក៏យើងមិនអាចចូលប្រើប្រាស់បានដែរក្នុងករណីយើងមិនមានទាំងពីរបាទយើងឬក៏យើងអត់ចាំទាំង email យើងអត់ចាំទាំង password ឬក៏យើងបញ្ចូលខុសទាំងពីរគឺវាមិនដំណើរការនោះទេបាទអញ្ចឹងនេះគឺជាឆ្នប់ conjunction ដែលយើងហៅថាឆ្នប់នឹងបាទគឺលក្ខខណ្ឌគឺយើងតម្រូវឲ្យ P ហើយនិង Q ពិតទាំងពីរទៅសំណើ P និង Q នឹងគឺជាសំណើពិតឆ្នប់បន្ទាប់គឺឆ្នប់ឬភាសាអង់គ្លេសយើងហៅថា disjunction ឆ្នប់នេះគឺនៅពេលដែលយើងបង្កើតសំណើឆ្នប់ឬនៃសំណើ PQ គឺយើងកំណត់សរសេរបែបនេះ P ឬ Q សំណើថ្មីមួយនេះជាសំណើពិតតែក្នុងករណីយ៉ាងតិចក្នុងចំណោម P និង Q មានមួយពិតឲ្យតែមានមួយពិតគឺសំណើថ្មីមួយនេះគឺជាសំណើពិតហើយឥឡូវយើងសង្កេតមើលតារាងភាពពិតហើយយើងមើលឧទាហរណ៍នៅក្នុងការរស់នៅឧបមាថាម៉ូតូយើងមានម៉ូតូនេះគឺ P តំណាងឲ្យម៉ូតូនេះចាក់សាំងធម្មតាដល់ពេល Q គឺជាអំណាងថាម៉ូតូនេះចាក់សាំង super ដូច្នេះបើយើងសង្កេតមើលករណីដែលថាអូខេម៉ូតូនេះពេលយើងភ្ជាប់គ្នាគឺ P ឬ Q គឺម៉ូតូនេះចាក់សាំងធម្មតាឬសាំង super អញ្ចឹងយើងសង្កេតមើលថាបើសិនជាយើងចាក់សាំងធម្មតាបាទ P តំណាងឲ្យសាំងធម្មតា Q តំណាងឲ្យសាំងធម្មតាបើយើងចាក់ទាំងសាំងធម្មតាយើងចាក់ទាំងសាំង super គឺម៉ូតូនឹងអត់មានបញ្ហាទេគឺពិតជាត្រឹមត្រូវនៅអំណាង P ឬ Q នឹងបាទអត់មានបញ្ហានឹងទេប៉ុន្តែបើសិនជាយើងសង្កេតមើលបើសិនជាក្នុងករណីយើងចាក់តែសាំងធម្មតាហើយយើងអត់មានសាំង super មិនបានចាក់ទេក៏ម៉ូតូយើងក៏អត់មានបញ្ហានឹងដែរបាទគឺនៅតែត្រឹមត្រូវហើយក្នុងករណីដែលយើងមិនចាក់សាំងធម្មតាតែយើងចាក់សាំង super ក៏មិនជាបញ្ហានឹងដែរបាទប៉ុន្តែបើសិនជាយើងមិនចាក់ទាំងសាំងធម្មតាមិនចាក់ទាំងសាំង super អានឹងទៅជាបញ្ហាព្រោះម៉ូតូយើងគឺកំណត់ថាត្រូវចាក់សាំងធម្មតាឬសាំង super បើយើងអត់ចាក់ទាំងពីរគឺម៉ូតូអត់ដំណើរការទេបាទក្នុងនេះខ្ញុំក៏បានសរសេរជាប្រយោគដែរ P គឺម៉ូតូនេះចាក់សាំងធម្មតា Q ជាអំណាងនៃតាមម៉ូតូនេះចាក់សាំង super ហើយយើងភ្ជាប់គ្នាដោយឆ្នប់ឬគឺយើងអះអាងថាម៉ូតូនេះចាក់សាំងធម្មតាឬសាំង super បន្ទាប់ពីឆ្នប់ឬដោយដែលខ្ញុំបានបង្ហាញមិញយើងក៏មានឆ្នប់ឬមួយប្រភេទទៀតដែរដែលភាសាអង់គ្លេសយើងហៅថា exclusive or ក្នុង exclusive or នេះខ្ញុំបកប្រែថាឆ្នប់ឬមួយបាទគឺឆ្នប់មួយនេះគឺសំដៅថានៅពេលដែលយើងបង្កើតសំណើឆ្នប់ឬមួយនៃសំណើ PQ គឺយើងត្រូវសរសេរទម្រង់បែបនេះបាទដែលសំណើថ្មីមួយនេះគឺវាពិតតែក្នុងករណី PQ នឹងមានតែមួយទេដែលជាសំណើពិតបាទយើងអាចសង្កេតមើលតារាងភាពពិតហើយនឹងប្រភេទឧទាហរណ៍ជាក់ស្ដែងដែលយើងតែងជួបប្រទះទៅនឹងករណីឆ្នប់ឬមួយបាទជាឧទាហរណ៍ដូចយើងនៅផ្ទះយើងមានឡានមួយគ្រឿងហើយម៉ូតូមួយគ្រឿងហើយយើងត្រូវជិះមួយទៅធ្វើការបាទអញ្ចឹង P ប្រៀបដូចជាអំណាងថាបើកម៉ូតូទៅធ្វើការហើយ Q ជាអំណាងថាបើកឡានទៅធ្វើការហើយដល់ពេលយើងភ្ជាប់ដោយឆ្នប់ឬគឺយើងនិយាយថាបើកឡានឬមួយបើកម៉ូតូទៅធ្វើការអញ្ចឹងក្នុងករណីនេះគឺយើងមានតែពីរជម្រើសហ្នឹងទេគឺយើងត្រូវជ្រើសយកមួយអញ្ចឹងមានន័យថាបើសិនជាយើងជ្រើសរើសទាំងពីរ
គឺมันអាចទៅរួចទេបាទគឺបើសិនជាយើងជ្រើសរើសម៉ូតូផងហើយជ្រើសរើសឡានផងគឺมันអាចទៅរួចបានទេបាទព្រោះក្នុងលក្ខខណ្ឌរបស់យើងគឺឬពេលនេះគឺយើងបានតែឬមួយបាទយើងជ្រើសបានតែមួយទេក្នុងករណីយើងជិះម៉ូតូតែយើងអត់ជិះឡានបាទគឺអំណះអំណាងនេះគឺត្រឹមត្រូវមានថាអាចទៅរួចហើយក្នុងករណីដែលយើងមិនជិះម៉ូតូយើងជិះតែឡានក៏មិនមានបញ្ហាដែរគឺត្រឹមត្រូវបាទហើយបើក្នុងករណីយើងអត់ជិះទាំងម៉ូតូអត់ជិះទាំងឡានបាទគឺមិនត្រឹមត្រូវទេដោយសារយើងតម្រូវឲ្យយើងជិះមួយទៅធ្វើការបាទក្នុងករណីនេះឬបាទឬចាំបាច់ឲ្យយើងជ្រើសរើសមួយបាទអញ្ចឹងខ្ញុំក៏មានសរសេរជាប្រយោគដែរខ្ញុំដាក់ថា P បើកម៉ូតូទៅធ្វើការ Q អំណះអំណាងបើកឡានទៅធ្វើការហើយដល់ពេលដែលយើងភ្ជាប់ដោយឆ្នោបឬមួយគឺយើងមានលក្ខខណ្ឌថាបើកម៉ូតូឬមួយបើកឡានទៅធ្វើការបាទគឺយើងទទួលបានអំណះអំណាងថ្មីឥឡូវនេះខ្ញុំចូលទៅឆ្នោបមួយទៀតយើងហៅថាឆ្នោបនាំឲ្យភាសាអង់គ្លេសយើងហៅថា implication ឬក៏ឆ្នោបសំណើមានលក្ខខណ្ឌបាទអញ្ចឹងនៅក្នុងនិយមន័យនៃឆ្នោបនាំឲ្យនេះគឺយើងសំដៅទៅលើការបង្កើតសំណើឆ្នោបនាំឲ្យឬក៏យើងហៅម្យ៉ាងទៀតថាសំណើលក្ខខណ្ឌបាទសំណើមានលក្ខខណ្ឌនៃសំណើ PQ គឺយើងកំណត់សរសេរបែបនេះបាទ P នាំឲ្យ Q ហើយសំណើថ្មីមួយនេះវាជាសំណើមិនពិតតែក្នុងករណីតែមួយទេគឺនៅពេលដែល P ពិតហើយនឹង Q មិនពិតបាទអញ្ចឹងយើងអាចសង្កេតមើលតារាងភាពពិតដែលអាចកើតមានឬករណី PQ ហើយនឹងសំណើថ្មី P នឹងនាំឲ្យ Q បាទហើយនៅទីនេះជាឧទាហរណ៍ខ្ញុំលើកយកការសន្យានៃការបោះឆ្នោតឧបមាថាខ្ញុំជានយោបាយខ្ញុំអះអាងថាបើសិនជាខ្ញុំជាប់ឆ្នោតនោះសាំងចុះថោកបាទដែល P គឺតំណាងឲ្យអំណះអំណាងមួយថាខ្ញុំជាប់ឆ្នោត Q ជាអំណះអំណាងមួយដែលថាសាំងចុះថ្លៃហើយ P នាំឲ្យ Q គឺយើងអាចសរសេរថាបើខ្ញុំជាប់ឆ្នោតនោះសាំងចុះថោកបាទឥឡូវយើងសង្កេតមើលអំពីតារាងភាពពិតនៃអំណះអំណាងថ្មីរបស់យើងអញ្ចឹងក្នុងករណីដែលខ្ញុំ P នេះគឺជាប់ឆ្នោត Q នេះគឺសាំងចុះថោកបើសិនជាខ្ញុំជាប់ឆ្នោតសាំងចុះថោកបាទ TT អញ្ចឹងមានន័យថាអំណះអំណាងដែលខ្ញុំលើកឡើងឬក៏ការសន្យាដែលខ្ញុំលើកឡើងហ្នឹងគឺវាពិតជាត្រឹមត្រូវបាទប៉ុន្តែបើសិនជាខ្ញុំជាប់ឆ្នោតបាទទៅករណី PT នេះគឺខ្ញុំជាប់ឆ្នោតប៉ុន្តែសាំងមិនបានចុះថ្លៃទេដូច្នេះអ្នកទាំងអស់គ្នាអាចមករករឿងខ្ញុំព្រោះសម្ដីដែលខ្ញុំលើកឡើងហ្នឹងគឺវាជារឿងមិនត្រឹមត្រូវបាទមិនត្រឹមត្រូវទេព្រោះខ្ញុំជាប់ឆ្នោតហើយប៉ុន្តែសាំងអត់ចុះថោកទេអញ្ចឹងអ្នកទាំងអស់គ្នាច្បាស់ជាមករករឿងខ្ញុំបាទក្នុងករណីដែលខ្ញុំមិនបានជាប់ឆ្នោតបាទប៉ុន្តែសាំងចុះថោកបាទក្នុងករណីនេះក៏អ្នកទាំងអស់គ្នាគិតថាមិនពាក់ព័ន្ធអីខ្ញុំទេអញ្ចឹងសម្ដីរបស់ខ្ញុំដែលខ្ញុំលើកឡើងថាបើខ្ញុំជាប់ឆ្នោតនោះសាំងចុះថោកគឺมันមានបញ្ហាអីទេព្រោះគាត់អត់ជាប់ឆ្នោតផងបាទអញ្ចឹងអំណះអំណាងនោះនៅតែជាអំណះអំណាងត្រឹមត្រូវបាទក្នុងករណីដែលខ្ញុំអត់ជាប់ឆ្នោតហើយក៏សាំងអត់ចុះថោកអញ្ចឹងអ្នកទាំងអស់គ្នាគិតថាខ្ញុំអត់ជាប់ឆ្នោតផងអញ្ចឹងទោះបីជាសាំងចុះថោកឬឡើងថ្លៃក៏អត់ពាក់ព័ន្ធនឹងខ្ញុំដែរអញ្ចឹងមានថាអំណះអំណាងដែលខ្ញុំលើកឡើងនេះក៏នៅតែជាអំណះអំណាងត្រឹមត្រូវបាទហើយនេះគឺជាឧទាហរណ៍នៃទស្សនវិជ្ជានៃឆ្នោបនាំឲ្យឬក៏សំណើដែលមានលក្ខខណ្ឌហើយបើយើងគិតមើលបាទខាងនេះ P យើងហៅថាសមត្ថកម្មហើយ Q យើងហៅថាសេចក្តីសន្និដ្ឋានបាទអញ្ចឹងបើសិនជា P ពិត Q មិនពិតគឺសំណើនាំឲ្យរបស់យើងគឺមានបញ្ហាគឺមិនពិតនោះទេជាក់ស្ដែងតាមរយៈសំណើលក្ខខណ្ឌក៏យើងអាចបង្កើតចេញបានជាសំណើ3ប្រភេទទៀតដែលមានឈ្មោះជាក់លាក់ដូចជាយើងដាក់ថាមិន P នាំឲ្យមិន Q គឺសំណើបែបនេះគឺយើងហៅថាសំណើច្រាស inverse នៃសំណើ P នាំឲ្យ Q បាទហើយក្នុងករណីដែលយើងត្រឡប់ពី P នាំឲ្យ Q ទៅជា Q នាំឲ្យ P បែបនេះយើងហៅថាជាសំណើត្រឡប់ឬភាសាអង់គ្លេសយើងថា converse ជាសំណើត្រឡប់នៃសំណើ P នាំឲ្យ Q បាទហើយក្នុងករណីមួយទៀត
គឺយើងសរសេរមិន Q នាំឲ្យមិន P បាទសំណើប្រភេទនេះយើងហៅថាសំណើច្រាស់ត្រឡប់ឬក៏យើងមានឈ្មោះមួយយ៉ាងទៀតហៅថាសំណើផ្ទុយពីសមត្ថកម្ម contraposition បាទហើយជាក់ស្ដែងសំណើមិន P នាំឲ្យមិន Q ហើយនឹងសំណើQ នាំឲ្យ P គឺជាសំណើសមាមូលគ្នាបាទតាមបែបតកាគឺពីរហ្នឹងគឺសមាមូលគ្នាបាទហើយសំណើ P នាំឲ្យ Q ហើយនឹងសំណើ contraposition គឺក៏ជាសំណើសមាមូលគ្នាដែរបាទអញ្ចឹងយើងមានពីរគូនេះគឺសមាមូលគ្នាហើយ P នាំឲ្យ Q ហើយនឹង contraposition មួយនេះក៏សមាមូលគ្នាបាទយើងនៅមានសំណើឆ្នប់សមាមូលបាទដែលក្នុងនេះតាមនិយមន័យសំណើឆ្នប់សមាមូលនៃសំណើ PQ គឺយើងកំណត់សរសេរ P សមាមូល Q បាទមានទៅមានមកដែលជាសំណើពិតតែក្នុងករណីដែល P និង Q មានតម្លៃភាពពិតដូចគ្នាបាទបើ P និង Q មានតម្លៃភាពពិតដូចគ្នាគឺសំណើមួយនេះគឺវាពិតបាទអញ្ចឹងយើងមើលតារាងភាពពិតនៃសំណើ P សមាមូល Q បាទបើយើងគិតទៅមានន័យថាលក្ខខណ្ឌរបស់វាគឺ P នាំឲ្យ Q និង Q នាំឲ្យ P បាទតែឥឡូវខ្ញុំលើកជាឧទាហរណ៍ថាអ្នកអាចជិះយន្តហោះលុះត្រាតែអ្នកទិញសំបុត្របាទអញ្ចឹងយើងអាចនិយាយថាបើយើងទិញសំបុត្រនោះយើងអាចជិះយន្តហោះបើយើងមិនទិញសំបុត្រនោះយើងមិនអាចជិះយន្តហោះបាទអញ្ចឹងជាក់ស្ដែងបើសិនជាយើងមានសំបុត្រយើងជិះយន្តហោះបាទបើយើងជិះយន្តហោះយើងមានសំបុត្រអញ្ចឹងអូខេអំណះអំណាងដែលលើកឡើងថាអ្នកអាចជិះយន្តហោះលុះត្រាតែអ្នកទិញសំបុត្រហ្នឹងគឺវាត្រឹមត្រូវប៉ុន្តែវាមិនត្រឹមត្រូវតែករណីមួយករណីពីរគឺករណីដែលយើងទិញសំបុត្រតែគេអត់ឲ្យជិះបាទឬក៏ករណីដែលយើងជិះតែយើងអត់មានសំបុត្របាទក្នុងករណីហ្នឹងគឺមានបញ្ហាបាទប៉ុន្តែបើក្នុងករណីដែលថានៅទីនេះយើងមិនទិញសំបុត្រហើយយើងមិនបានជិះយន្តហោះបាទជារឿងត្រឹមត្រូវបាទហើយក្នុងករណីលើយើងបានទិញសំបុត្រហើយយើងជិះយន្តហោះក៏វាជារឿងត្រឹមត្រូវដែរវាខុសតែករណីកដាល2នេះគឺយើងជិះយន្តហោះបាទតែយើងអត់មានសំបុត្រក៏អានឹងមានបញ្ហាណាហើយយើងមិនបានជិះយន្តហោះមានន័យថាយើងមានសំបុត្រតែយើងមិនបានជិះយន្តហោះបាទអានឹងគេមកឲ្យយើងជិះអានឹងក៏មានបញ្ហាដែរបាទអញ្ចឹងនេះគឺជាតារាងភាពពិតនៃសំណើសមាមូលបាទឬក៏យើងគិតម្យ៉ាងទៀតថា P នាំឲ្យ Q និង Q នាំឲ្យ P ក៏បានដែរឥឡូវខ្ញុំបង្ហាញអំពីការបង្កើតតារាងភាពពិតនៃសំណើសមាសឬក៏ពេលដែលយើងមានសំណើច្រើនហើយយើងដាក់ឆ្នប់ទៅលើសំណើទាំងអស់នោះដើម្បីភ្ជាប់ទៅកាន់សំណើផ្សេងអានេះយើងហៅថាសំណើសមាសឬក៏ compound propositions បាទឥឡូវយើងឧបមាថាយើងមានសំណើដែលតភ្ជាប់គ្នាដោយឆ្នប់នឹងផងឆ្នប់មិនផងឆ្នប់នាំឲ្យផងឆ្នប់ឬផងបែបនេះអញ្ចឹងយើងអាចបង្កើតតារាងភាពពិតនៃសំណើមួយនេះបានបាទអញ្ចឹងយើងមើលសំណើគោលរបស់យើងមានតែ2ទេគឺ P និង Q បាទដោយសារ P មាន2ករណីគឺមានពិតហើយនិងមិនពិតហើយ Q មាន2ករណីពិតហើយនិងមិនពិតដើម្បីបង្កើតបានករណីរួមគ្នាដែលវាខុសៗគ្នាមួយគូអញ្ចឹងគឺយើងមាន4ករណីបាទអញ្ចឹងក្នុងនេះបាទដោយសារនៅក្នុងសំណើ compound របស់យើងគឺយើងមានមិន Q អញ្ចឹងយើងត្រូវបង្កើតសំណើថ្មីមិន Q យើងត្រូវបង្កើតសំណើភ្ជាប់គ្នា P ជាមួយនឹងមិន Q ដោយឆ្នប់ឬយើងត្រូវបង្កើតសំណើ P និង Q មានន័យថាការភ្ជាប់រវាង P និង Q ដោយឆ្នប់នឹងហើយនឹងយើងត្រូវភ្ជាប់លទ្ធផលចុងក្រោយយើងភ្ជាប់ករណី P ឬមិន Q ទៅនឹង P និង Q ដោយឆ្នប់នាំឲ្យបាទអញ្ចឹងក្នុងករណីនេះ P គឺយើងអាចបង្កើតមាន4បាទគឺយើងអាចបង្កើតដូចមុនដែរគឺដោយសារតែ P មាន2ករណី Q មាន2ករណីអញ្ចឹងដើម្បីឲ្យបង្កើតករណីបានដាច់អស់ពីគ្នាគឺ
dương bên đây thà dương bạn buồn cù bà cứ phí dương xây thá thì bà hai f tới hai q dương ai xây thá tf là bênนี้dương bàn cạn này khó này bà cạn này thì mỗi cứ phí nâng q bật đôi kia cạn này thì phí bật nâng mình bật bà cạn này thì bấy mình bật hai cạn này thì bốn mình bật đôi kia bà dương xâyแบบนี้คือdương bàn group cạn này vàต่อมาที่dương bằng cá เพียบปัดในจูโชว์ที่ใบนี้คือมันคิวบ่ามันคิวก็ยังตัวปีจูนั่งเต๋อยังตัวบาน F T F T บ่าให้บรรทบมาติดยังประจบขึ้นเนี่ยยังประจบมันคิวจมูกหนึ่งพีโดยชนบหรือบ่าจังยังเมื่อแต่จูที่มุ้ยหนึ่งจูที่ใบเทโดยชนบหรือคือปีไซตองท้าอ้อยแต่เมียนมวยนาปัดคือปัดหายจังยังเมื่อจูที่มุ้ยนี่อันนี้ปัดได้อันนี้มันปัดก็จังปัดได้คันนี้ก็ปัดได้คันนี้โดยสาร F เตียงปีบ่า F เตียงปีจังจัง F คันนี้เมียนทีมุ้ยจังจังทีบ่าบรรทบมาติดยังเธอบังการโชตีปรามคือพีจบนี้หนึ่งชูด้อยชนบหนึ่งบ่าจังยังจบในโดยชนบหนึ่งtới PQ นี้ยังจบในโดยชนบหนึ่งจังทีจังทีพอเป็นน้อยยังจัง F ถึงอบ่าบรรทบมาติดยังจบระเวียงบ่าจัวโชตี4จำนวนหนึ่งจัวโชตีปรามด้อยชนบนอมอ้อยบ่าชนบนอมอ้อยที่นอมอ้อยที่บ่าที่ตรำเต๋อปันใต้ขนมกะในที่ใครคางสิกได้ซ่อนทานบ่เยอะสมรรถกรรมปัดแต่สิกได้ซ่อนทานบ่เยอะมันปัดจังคือ for เลยบ่าF มันมีปัญหาเต้คือปัดบ่าขนมกะในนี้ที่นอมอ้อย F ก็มันปัดด้วยគ្នាบ่านี่คือជាតារាងភាពពិតនៃសំណាបាទដែលមានសំណាដើមរបស់យើងគឺ PQ ហើយយើងមានlogic operator មានឆ្នបឬឆ្នបមិនឆ្នបនាំឲ្យឆ្នបនឹងបាទយើងទទួលបានបែបនេះឧទាហរណ៍មួយទៀតបាទចំណុចខតារាងភាពពិតនៃសំណើក្នុងនេះគឺមានការភ្ជាប់គ្នារហូតដល់សំណើគោលរបស់យើងគឺមានចំនួន3បាទគឺ P Q R ហើយយើងមាន3បែបនេះគឺដើម្បីឲ្យបង្កើតឲ្យអស់គ្រប់ករណីដោយសារតែ P មាន2ករណីពិតនិងមិនពិត Q មាន2ករណីហើយ R ក៏មាន2ករណីយើងបង្កើតតាមគោលការណ៍ផលគុណយើងឃើញថាមាន8ករណី2ក៏នឹង2ក៏នឹង2គឺមាន8ករណីផ្សេងពីគ្នាអញ្ចឹងមានន័យថាដើម្បីសេ8បាន8ករណីផ្សេងគ្នាគឺយើងសេ P នេះគឺយើងអាចសរសេរថា T ចំនួន4ដងទៅហើយ F ចំនួន4ដងហើយ Q នេះយើងសរសេរថា T 2ដងហើយ F 2ដងហើយ T 2ដងហើយ F 2ដងបាទហើយ R នេះយើងអាចសរសេរឆ្លាស់ទៅគឺ TF បាទ TF បាទពេលនេះយើងទទួលបាន8ករណីខុសគ្នាបាទករណីទី1គឺពិតទាំង3ករណីទី2គឺពិតហើយនឹងមិនពិតបាទហើយនឹងហោហាយរហូតដល់ករណីចុងក្រោយមិនពិតទាំង3បាទបន្ទាប់មកទៀតយើងសង្កេតឃើញថាយើងត្រូវការសំណើ Q និង R បាទយើងត្រូវការសំណើ Q និង R គឺយើងភ្ជាប់គ្នារវាងសំណើ Q និងសំណើ R អញ្ចឹងយើងភ្ជាប់គ្នាដោយជំនឹងបាទយើងសង្កេតមើលបើមានមួយណាមិនពិតគឺ for ហើយបាទក្នុងករណីនេះគឺពិតជួរទី2នេះគឺមិនពិតបាទមិនពិតពិតមិនពិតបាទអញ្ចឹងមានពិតតែមួយទេក្នុងបន្ទាប់មកទៀតគឺយើងយកភ្ជាប់បាទជួរទី4ដែលយើងរកឃើញនេះទៅភ្ជាប់ជាមួយនឹង P ដោយប្រើឆ្នបឬបាទអញ្ចឹង P គឺនៅជួរទី1បាទអញ្ចឹងយើងឆ្នបឬយើងងាយទេគឺគ្រាន់តែមើលតែ T មានមួយខាងគឺពិតហើយបាទអញ្ចឹងយើងមើលតែជួរទី1ជាមួយជួរទី4បាទអញ្ចឹង T បាទអញ្ចឹងលទ្ធផល T កាលនេះ T បាទទៅពេលកាលនេះ T ទៅពេលនេះ F ទាំង2បាទ F ទាំង2អញ្ចឹងចេញ F បាទអានេះក៏ F ទាំង2ដែរហើយចុងក្រោយក៏ F ទាំង2ដែរអញ្ចឹងយើងទទួលបានពិតរវាងចំនួន5ករណីខាងលើហើយមិនពិតចំនួន3ករណីខាងក្រោមចំពោះសំណើ P ឬ Q និង R បាទឥឡូវនេះយើងចូលដល់និយមន័យទី8គឺយើងនិយាយអំពីសំណើសមមូលគ្នាបាទអ
ចឹងសំណើសកម្មមូលគ្នាគឺវាកើតឡើងនៅពេលដែលP សមមូលគុលជាសំណើពិតបាទអញ្ចឹងនិមិត្តសញ្ញាដែលយើងថាសំណើ P របស់យើងនេះវាសមមូលទៅនឹងសំណើ Q គឺករណីដែលសំណើក្នុងករណីដែល P សមមូល Q ហ្នឹងគឺវាជាសំណើពិតបាទអញ្ចឹងយើងសរសេរនិមិត្តសញ្ញាបែបនេះបាទ P 3 Q នេះគឺតំណាងថាសំណើ P វាសមមូលតកៈទៅនឹងសំណើ Q បាទវាសមមូលគ្នាវា P វាសឹងថាស្មើមួយ Q តាមតកវិទ្យាអញ្ចឹងទៅឬក៏នេះគេហៅថាមិនស្មើទេប៉ុន្តែយើងហៅថាP សមមូលជាមួយនឹង Q បាទតាមតកវិទ្យាបាទអញ្ចឹងបើយើងនិយាយពីនិមិត្តសញ្ញានេះគឺតំណាងឲ្យភាពសមមូលគ្នាតាមតកវិទ្យានៃសំណើ P និង Q បាទអញ្ចឹងឥឡូវយើងសង្កេតមើលគេថា P នាំឲ្យ Q វាសមមូលទៅនឹងសំណើមិន P ឬ Q អញ្ចឹងយើងអាចសង្កេតមើលថាតើសំណើពីរហ្នឹងវាសមមូលគ្នាយ៉ាងម៉េចបាទសមមូលគ្នាមានន័យថាអត្តន័យដូចគ្នាបើយើងនិយាយសាមញ្ញបើយើងមានអំណះអំណាងថា P នាំឲ្យ Q ហើយមានអំណះអំណាងខាងស្ដាំនេះមួយទៀតមានន័យថាអំណះអំណាងពីរហ្នឹងគឺអត្តន័យតែមួយបាទពាក្យសមមូលនិមិត្តសញ្ញាសមមូលតកៈពេលនេះគឺចង់និយាយថាវាមានអត្តន័យដូចគ្នាខាងឆ្វេងមានអត្តន័យដូចទៅនឹងខាងស្ដាំអញ្ចឹងយើងមើលតារាងភាពពិតបាទគឺយើងបង្កើតនៅតារាង P នាំឲ្យ Q សិនមកទាំង4ករណីបាទយើងបានបែបនេះគឺ P នាំ Q ករណីទី1ចេញពិតមិនពិតពិតពិតបាទហើយយើងបង្កើតមិន P ឬ Q បាទយើងមិនកើតមិន P ឬ Q ទេយើងទទួលបានបាទគឺយើងទទួលបានមិនពិតបាទសំទោសពិតមិនពិតពិតពិតបាទអញ្ចឹងយើងសង្កេតឃើញថាបាទតារាងភាពពិតនៃ P នាំឲ្យ Q ចេញករណីគឺ4ករណីហ្នឹងគឺចេញបែបនេះហើយតារាងភាពពិតនៃមិន P ឬ Q ឃើញថាវាចេញដូចគ្នាគ្រប់ករណីទៅនឹង P នាំឲ្យ Q អញ្ចឹងហើយទៅគេថាP នាំឲ្យ Q វាសមមូលទៅនឹងមិន P ឬ Q តាមតក្កវិទ្យាបាទឬក៏យើងនិយាយសាមញ្ញថាវាមានន័យដូចគ្នាបាទឥឡូវជាឧទាហរណ៍យើងលើកឡើងថាបាទ P នាំឲ្យ Q យើងលើកឡើងអំណះអំណាង P នាំឲ្យ Q មុនជាឧទាហរណ៍យើងលើកឡើងថាបើប្អូនមិនប្រឹងរៀនបាទនោះបាទបើប្អូនមិនប្រឹងរៀននោះប្អូននឹងធ្លាក់បាទអញ្ចឹងអានេះយើងនិយាយថាបើប្អូនមិនប្រឹងរៀនយើងនិយាយមួយប្អូនយើងអីចឹងទៅបើប្អូនមិនប្រឹងរៀននោះប្អូននឹងធ្លាក់បាទអញ្ចឹងពេលខ្លះគាត់អត់និយាយអញ្ចឹងទេគាត់និយាយមកបែបទៀតគាត់និយាយថាគាត់សួរប្អូនគាត់ប្រឹងរៀនឬក៏យកប្រឡងធ្លាក់មានពីរជំរើសឲ្យគាត់បាទគឺប្រឹងរៀនសម្រាប់តែប្រឹងរៀនឬក៏ប្រឡងធ្លាក់បាទអញ្ចឹងពីរហ្នឹងគឺវាមានអត្ថន័យដូចគ្នាបាទអត្ថន័យនៃឆ្នប់នាំឲ្យនិងអត្ថន័យខាងស្ដាំនេះគឺវាមានន័យដូចគ្នាបាទបញ្ជាក់ម្ដងទៀតនិមិត្តសញ្ញាសមមូលនេះគឺមិនមែនភ្ជាប់រវាងសំណើខាងឆ្វេងជាមួយនឹងសំណើខាងស្ដាំទេវាមិនមែនភ្ជាប់ទេគឺចង់បញ្ជាក់ថាអំណះអំណាងខាងឆ្វេងហើយនិងអំណះអំណាងខាងស្ដាំហ្នឹងគឺវាមានតម្លៃភាពពិតដូចគ្នាឬក៏វាមានអត្ថន័យដូចគ្នាបាទក្រៅពីនេះយើងអាចសាកល្បងសង្កេតមើលអំណះអំណាងផ្សេងទៀតបាទដូចជាករណីនេះមិននៃ P ឬ Q យើងអាចសេបានថាមិន P និងមិន Q ហើយករណីដែលមួយទៀត P និង Q យើងដាក់បដិសេធទៅគឺយើងទទួលបានមិន P ឬមិន Q លក្ខណៈមួយនេះយើងហៅថា De Morgan បាទហើយនៅមានមួយទៀតដែលខ្ញុំបានបង្ហាញកាលពីមុនប៉ុន្តែអត់ទាន់បានបញ្ជាក់ទេគឺយើងដឹងហើយថា P នាំឲ្យ Q បាទហើយខាងនេះគឺជា contraposition របស់វាមានន័យថាផ្ទុយពីសមត្ថកម្មបាទសំដៅផ្ទុយពីសមត្ថកម្មគឺដូរទៅជាមិន Q នាំឲ្យមិន P អញ្ចឹង
P នាំឲ្យ Q វាសាកមកមូលទៅនឹងមិន Q នាំឲ្យមិន P យើងនឹងឃើញការប្រើប្រាស់វានៅពេលដែលយើងយកទៅធ្វើសម្រាយបញ្ជាក់គឺយើងចង់ស្រាយថាអំណះអំណាង P នាំឲ្យ Q នេះវាពិតប៉ុន្តែយើងអត់ស្រាយតាមនឹងទេគឺយើងអាចស្រាយថាមិន Q នាំឲ្យមិន P នឹងពិតវិញបើសិនជាខាងស្ដាំនេះពិតអញ្ចឹងខាងឆ្វេងនឹងគឺវាពិតបាទតាមសមមូលតក្កៈបាទចំណុចទី4ដែលជាចំណុចចុងក្រោយគឺខ្ញុំលើកយកអំពី argument valid argument ឬក៏យើងប្រែមកសាមញ្ញថាហេតុផលសមស្របបាទពាក្យថា argument នេះខ្ញុំបង្ហាញថាវាជាពាក្យបកប្រែមកវិញថាជាហេតុផលមួយគឺសំដៅទៅលើ switch នៃអំណះអំណាងដែលអំណះអំណាងទាំងអស់ហ្នឹងលើកលែងតែអំណះអំណាងមួយចុងក្រោយទេគឺយើងត្រូវបានតាហៅថាសមត្ថកម្មមានន័យថាអំណះអំណាងទាំងអស់យើងហៅថាសមត្ថកម្មលើកលែងតែមួយទេបាទហើយអំណះអំណាងចុងក្រោយមួយហ្នឹងគឺយើងហៅថាសេចក្តីសន្និដ្ឋានក្នុងករណីដែលហេតុផលសមស្របកើតមានបាទតើតែក្នុងករណីណាគឺពេលសមត្ថកម្មទាំងអស់វាពិតនោះសេចក្តីសន្និដ្ឋានរបស់យើងវាពិតអាហ្នឹងយើងហៅថាហេតុផលរបស់យើងហ្នឹងគឺសមស្របហើយបាទជាឧទាហរណ៍ដូចខ្ញុំលើកយកថាបើថ្ងៃនេះជាថ្ងៃពុធនោះម្សិលមិញជាថ្ងៃអង្គារថ្ងៃនេះជាថ្ងៃពុធនេះគឺជាសមត្ថកម្មដែលមានបាទបើថ្ងៃនេះជាថ្ងៃពុធនោះម្សិលមិញជាថ្ងៃអង្គារក៏ជាសមត្ថកម្មមួយថ្ងៃនេះជាថ្ងៃពុធក៏ជាសមត្ថកម្មមួយទៀតយើងអះអាងថាម្សិលមិញជាថ្ងៃអង្គារបានបាទដោយសារតែយើងមានអំណះអំណាងមួយថាបើថ្ងៃនេះជាថ្ងៃពុធថ្ងៃនេះជាថ្ងៃពុធនោះម្សិលមិញច្បាស់ណាស់គឺជាថ្ងៃអង្គារហើយយើងសង្កេតមើលអំណះអំណាងមួយទៀតគឺថ្ងៃនេះពិតជាថ្ងៃពុធមែនដូច្នេះម្សិលមិញគឺច្បាស់ជាថ្ងៃអង្គារបាទជាក់ស្ដែងបើសិនជាយើងសង្កេតមើលវិធីសាស្ត្រមួយដែលពីមុនមកគេហៅ modus ponens ភាសាឡាតាំងដែលជាវិធីសាស្ត្របើយើងបកប្រែមកយើងថា method of affirming ឬក៏យើងបកជាខ្មែរយើងហៅថាវិធីសាស្ត្រនៃការបញ្ជាក់ការពិតនៅពេលដែលយើងមាន P នាំឲ្យ Q សំណើឬក៏សំណើតក្កៈ P នាំឲ្យ Q ពិតបាទហើយដល់ពេលដែលយើងសង្កេតមើលថា P ពិតជាកើតឡើងបាទដូច្នេះ Q ក៏ពិតដែរបាទប្រៀបដូចជាយើងមើលក្នុងតារាងភាពពិតរបស់យើងឃើញតែអញ្ចឹងមែនបើសិនជាករណីP បាទ P នាំឲ្យ Q របស់យើងនេះវាពិតហើយ P វាពិតអញ្ចឹងមានន័យថា Q របស់យើងក៏វាពិតដែរក្នុងករណីយើងបង្កើតតារាងគឺយើងឃើញថាក្នុងករណីវាពិតទាំង3ក្នុងនេះ P នាំឲ្យ Q ហើយនឹង P នេះគឺជាសមត្ថកម្មដែលវាកើតឡើងថាវាពិតហើយយើងសន្និដ្ឋានតាមរយៈសមត្ថកម្មនេះយើងសន្និដ្ឋានបានថា Q ហ្នឹងគឺពិតដែរដែល Q នេះយើងហៅថាសេចក្តីសន្និដ្ឋានជាឧទាហរណ៍ដូចជាឧទាហរណ៍ខ្ញុំលើកឡើងមិញក្នុងទម្រង់នេះគឺ P នាំឲ្យ Q ហើយបើថ្ងៃនេះជាថ្ងៃពុធនោះម្សិលមិញជាថ្ងៃអង្គារបាទអញ្ចឹងអានេះគឺជា P នាំឲ្យ Q វាពិតហើយវាជារឿងពិតត្រឹមត្រូវដែលយើងលើកឡើងបែបនេះហើយយើងសង្កេតមើលថា P វាពិតជាកើតឡើងមែនអត់ថ្ងៃនេះពិតជាថ្ងៃពុធមែនដូច្នេះយើងអាចបញ្ជាក់ច្បាស់ណាស់ថាម្សិលមិញជាថ្ងៃអង្គារបាទយើងបញ្ជាក់ថាម្សិលមិញជាថ្ងៃអង្គារពិតប្រាកដមែនវិធីសាស្ត្រនេះគឺយើងឲ្យឈ្មោះថា modus ponens បាទឬក៏យើងនិយាយមកយ៉ាងទៀតថា method of affirming ឬក៏វិធីសាស្ត្រនៃការបញ្ជាក់ការពិតបាទយើងក៏អាចប្រើវិធីសាស្ត្រមួយទៀតគេហៅថា modus tollens បាទអញ្ចឹងគឺជាវិធីសាស្ត្រដែលយើងបញ្ជាក់រឿងដែលមិនពិតវិញបាទជាឧទាហរណ៍បើសិនជាយើងមានអំណះអំណាងP នាំឲ្យ Q វាពិតហើយមិន Q នេះវាពិតបាទដូច្នេះមិន P គឺជារឿងពិតវិញបាទជាឧទាហរណ៍យើងអាចបង្កើតតារាងភាពពិតហើយយើងសង្កេតមើលទៅក្នុងករណីដែលយើងមានសមត្ថកម្ម P នាំឲ្យ Q ហើយនឹងមិន Q នេះជាសមត្ថកម្មវាពិតទាំងពីរអញ្ចឹងមិន P គឺជាសេចក្តីសន្និដ្ឋានរបស់យើងគឺពិតបាទជាស្ដែងឧទាហរណ៍ថាខ្ញុំលើកឧទាហរណ៍ថាបើថ្ងៃនេះជាថ្ងៃបុណ្យជាតិនោះសាលារៀនបិទទ្វារបាទអំណះអំណាងនេះវាត្រឹមត្រូវហើយខ្ញុំអះអាងថាបើថ្ងៃនេះជាថ្ងៃបុណ្យជាតិសាលារៀនគេបិទហើយគេអត់បើកឲ្យបរិញ្ញាទេបើថ្ងៃនេះជាថ្ងៃបុណ្យជាតិនោះសាលារៀនបិទទ្វារបាទអញ្ចឹង
យើងចង់បញ្ជាក់ថាថ្ងៃនេះមិនមែនជាថ្ងៃបុណ្យជាតិទេយើងចង់បញ្ជាក់ឲ្យផ្ទុយថាថ្ងៃនេះមិនមែនជាថ្ងៃបុណ្យជាតិអញ្ចឹងណាអញ្ចឹងយើងត្រឡប់មកវិញយើងថាសាលារៀនយើងឃើញសាលារៀនមិនបានបិទទ្វារទេយើងទៅដល់យើងឃើញសាលារៀនមិនបានបិទទ្វារទេអញ្ចឹងគឺយើងអាចបញ្ជាក់បានថាថ្ងៃនេះមិនមែនជាថ្ងៃបុណ្យជាតិទេបាទអានេះគឺយើងបញ្ជាក់ផ្ទុយពីខាងលើគឺយើងចង់បញ្ជាក់ថាថ្ងៃនេះមិនមែនជាថ្ងៃបុណ្យជាតិទេបាទហើយដោយសារតែយើងឃើញសាលាមិនបានបិទទ្វារហើយយើងមានសមត្ថកម្មថាថ្ងៃនេះជាថ្ងៃបុណ្យជាតិនោះសាលារៀនបិទទ្វារបាទនឹងសមត្ថកម្មយើងមានពីរហ្នឹងហើយយើងអាចនិយាយបានថាថ្ងៃនេះមិនមែនជាថ្ងៃបុណ្យជាតិទេបាទវិធីសាស្ត្រនេះគឺយើងហៅថា modus tollens បាទហើយយើងនៅមានមួយទៀតគេហៅថាភាពផ្ទុយពីការពិត contradiction ក្នុងករណីដែលយើងបាទក្នុងករណីនេះគឺមានន័យថាបើសិនជាមិន P វាផ្ទុយពីការពិតអញ្ចឹង P របស់យើងគឺជាសំណើពិតបាទមានន័យថាបើសិនជាយើងអាចរកសមត្ថកម្មដែលធ្វើឲ្យមិន P វាទៅជារឿងដែលផ្ទុយពីការពិតវិញនោះយើងអាចសន្និដ្ឋានបានថាសំណើ P របស់យើងនេះគឺជាសំណើពិតជាឧទាហរណ៍យើងកំពុងតែចង់បញ្ជាក់ថាអាកាសធាតុវាអត់ក្តៅទេបាទវាចង់បញ្ជាក់ថាអាកាសធាតុវាអត់ក្តៅ P គឺតំណាងឲ្យអាកាសធាតុមិនក្តៅអញ្ចឹងណាបាទអញ្ចឹងអ្វីដែលយើងដឹងពីសមត្ថកម្មមានន័យថាសមត្ថកម្មដែលយើងអាចដឹងគឺយើងសង្កេតឃើញថាមនុស្សម្នាក់ហ្នឹងបាទគឺកំពុងតែពាក់អាវរងាបាទមានអ្នកកំពុងតែពាក់អាវរងាហើយយើងដឹងថាបើសិនជាអាកាសធាតុក្តៅនោះมันមាននរណាគេពាក់អាវរងាទេបាទតែយើងឃើញគាត់ពាក់អាវរងាអញ្ចឹងច្បាស់ណាស់យើងអាចអះអាងថាអាកាសធាតុគឺមិនក្តៅទេបាទក្នុងករណីនេះគឺបើអាកាសធាតុវាក្តៅបាទនោះมันមាននរណាគេពាក់អាវរងាទេបាទតែយើងអាចរកឃើញមានសមត្ថកម្មថានេះម្នាក់នេះពាក់អាវរងាអញ្ចឹងច្បាស់ណាស់អាកាសធាតុគឺមិនក្តៅទេមានន័យថាផ្ទុយពីការពិតហើយព្រោះឃើញគាត់កំពុងពាក់អាវរងានេះហើយយើងទៅអះអាងថាបាទយើងដឹងហើយថាអាកាសធាតុក្តៅមិនមានណាពាក់អាវរងាទេណាតែពេលឃើញអ្នកពាក់អាវរងាអូខេច្បាស់ណាស់គឺអាកាសធាតុមិនក្តៅទេបាទឥឡូវខ្ញុំលើកយក logic puzzle មួយឬក៏ចំណោទតក្កៈរបស់យើងគេថានៅលើកោះមួយបាទអានេះបើជាភាសាអង់គ្លេសក្រុមទី1នេះគេហៅក្រុមnice ក្រុមទី2គេហៅក្រុម nail តែឥឡូវខ្ញុំបកជាខ្មែរទៅខ្ញុំក្រុមទី1ទី2ដើម្បីងាយស្រួលបាទក្រុមទី1នៅលើកោះមួយនេះគេមានតែជនជាតិដើម2ក្រុមទេប្រៀបដូចជាជនជាតិដើមមានតែ2ក្រុមទេដែលនៅលើកោះហ្នឹងដែលក្រុមទី1គឺក្រុមពួកគាត់ហ្នឹងនិយាយតែការពិតទេបាទហើយមានមួយក្រុមទៀតហ្នឹងគឺគាត់និយាយតែកុហកគាត់អត់និយាយពិតទេគាត់និយាយតែកុហកនៅពេលដែលយើងជួប2នាក់បាទ Mr A Mr B បាទលោក A លោក B ដល់ពេលជួបលោក A គាត់ថាណែ B ជាមនុស្សនៅក្នុងក្រុមទី1ហើយដល់ពេលជួបលោក B គាត់ថា2នាក់គាត់ហ្នឹងដែលយើងជួបហ្នឹង2នាក់គាត់ហ្នឹងគឺនៅក្រុមខុសគ្នាបាទអញ្ចឹងយើងយកមកពិនិត្យមើលបាទយើងយកមកពិនិត្យមើលថាតើ A និង B គាត់នៅក្រុមណាឲ្យប្រកបតើ A នៅក្រុមណាហើយ B នៅក្រុមណាព្រោះយើងអត់ទាន់ច្បាស់ទេយើងអ្វីដែលសមត្ថកម្មដែលយើងមានគឺនេះថានៅលើកោះហ្នឹងគឺមានតែ2ក្រុមឯងក្រុមនិយាយការពិតនិងក្រុមនិយាយកុហកហើយដល់ពេលយើងជួប AB យើងកំពុងតែចង់យកសម្ដីរបស់ AB មកវិភាគថាតើអ្នកណាផ្ទុយពីការពិតយ៉ាងម៉េចអាចទទួលយកបានអត់ហេតុផលសមស្របអត់បាទឥឡូវយើងពិនិត្យមើលក្នុងករណីដែលបាទនិយាយការសន្មតទេព្រោះយើងមិនដឹងថា A នៅក្នុងក្រុមទី1ឬក៏ A នៅក្នុងក្រុមទី2ទេតែឥឡូវយើងសន្មតថា A នៅក្នុងក្រុមទី1បើ A នៅក្នុងក្រុមទី1មានន័យថាគាត់ជាមនុស្សនិយាយការពិតអញ្ចឹងសម្ដីរបស់គាត់គឺថា B ជាមនុស្សនៅក្នុងក្រុមទី1អញ្ចឹងមានន័យថាសម្ដីរបស់គាត់ពិតអញ្ចឹងមានន័យថា B នៅក្នុងក្រុមទី1បាទអញ្ចឹងយើងការសន្មតយើង A ក្រុមទី1គឺ B ចេញត្រូវនៅក្រុមទី1បាទប៉ុន្តែឥឡូវយើងសង្កេតមើលសម្ដីរបស់ B គាត់និយាយថា2នាក់គាត់នឹងនៅក្រុមខុសគ្នាបាទ
B គាត់និយាយថាពីរនាក់គាត់នៅក្នុងក្រុមខុសគ្នាប៉ុន្តែយើងមើលតាមការសន្មត់របស់យើងតាមសមត្ថកម្មរបស់យើង A ក្រុមមួយ A និយាយការពិត B ក្រុមមួយ B និយាយការពិតបាទប៉ុន្តែនៅពេល B គាត់និយាយថាម៉េចពីរនាក់គាត់នេះនៅក្រុមខុសគ្នាប៉ុន្តែយើងសង្កេតទៅមើលសមត្ថកម្មរបស់យើងពីរនាក់គាត់នៅក្រុមមួយគ្នាអញ្ចឹងវាផ្ទុយពីការពិតដែលថាពីរនាក់គាត់នឹងនៅក្រុមខុសគ្នាបាទអញ្ចឹងករណីទី1នេះគឺវាអត់សមហេតុសមផលទេបាទវាអត់សមស្របទេមានន័យថាហេតុផលនេះគឺមិនត្រឹមត្រូវទេឥឡូវយើងចូលដល់ករណីទី2ការសន្មត់យើងសន្មត់ថា A នៅក្នុងក្រុមទី2វិញម្ដងអញ្ចឹងបើ A នៅក្នុងក្រុមទី2មានន័យថា A ជាមនុស្សកុហកអញ្ចឹងបើ A ជាមនុស្សកុហកមានន័យថា B បាទសម្ដីតាមរយៈសម្ដីរបស់ A គឺ B ជាមនុស្សក្រុមទី1អញ្ចឹងបើគាត់កុហកវាច្បាស់ណាស់ត្រូវជា B ស្ថិតនៅក្នុងក្រុមទី2 B ជាមនុស្សនៅក្នុងក្រុមទី2អញ្ចឹងបើ B នៅក្នុងក្រុមទី2មានន័យថាគាត់និយាយកុហកអញ្ចឹងយើងមើលសម្ដីរបស់គាត់ពីរនាក់គាត់នៅក្រុមខុសគ្នាហើយយើងសង្កេតទៅមើលសមត្ថកម្មពីរនាក់គាត់នៅក្រុមដូចគ្នាប៉ុន្តែដោយសារគាត់ជាមនុស្សកុហកសម្ដីរបស់គាត់នឹងវាត្រឹមត្រូវហើយព្រោះគាត់សម្ដីរបស់គាត់កុហកជាក់ស្ដែងគាត់ពិតជានៅក្រុមដូចគ្នាតែការកុហករបស់គាត់ថានៅក្រុមខុសគ្នាបាទអញ្ចឹងករណីទី2នេះគឺសមហេតុសមផលមិនមានបញ្ហាទេបាទសូមអរគុណ